ជាយាតិរែកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2554ព្រះវស្សាត្រឹមថ្ងៃ15ខែពិសាលុះដល់ថ្ងៃ1រោចខែពិសាឆ្នាំថោះត្រីស័កតទៅចូលពុទ្ធសករាជ2555ថ្ងៃនេះជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមូលមីទេតារងចាំអបអរពិធីទេតំណែងទេវតាឆ្នាំថ្មីព្រះនាមកិរណីទេវីជាបុត្រីទី5នៃកពិលមហាព្រហ្មដែលនឹងយាងចុះមកនាថ្ងៃប្រហោះ11កើតខែចែកទៅនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2011វេលាម៉ោង 13:12 នាទីថ្ងៃនេះបានជាងចុះមកដល់ហើយចាស់អូនតាមដងមីគាដែលម្ចាស់អូនយាងមកតាមម្ចាស់អូនបានជួបនៅហេតុភេទអ្វីចម្លែកកើតឡើងដែរឬទេឬមួយម្ចាស់អូនបានសេចក្តីសុខកាយសប្បាយព្រះរាជហឫទ័យរៀងរហូតមកដល់ពិតម្ចាស់បងខ្ញុំម្ចាស់ព្រមទាំងពេទ្យឌីកជាបរិពារទាំងអស់បានសេចក្តីសុខកាយ
សបាយព្រះរាជហឫទ័យទាំងអស់គ្នាក្រាបទូលប្រពៃណាស់ម្ចាស់អូនចុះព្រះសិរសាព្រះបិតាវិញតើម្ចាស់អូនបានរៀបចំពិធីដង្ហែប្រទក្សិណជុំវិញមណ្ឌលមានឋានកៃលាសអធិកអធមហើយឬនៅព្រះណែម្ចាស់បងខ្ញុំម្ចាស់បានរៀបចំយ៉ាងឥតគិតនិងប្រារព្ធពិធីដង្ហែប្រទក្សិណជុំវិញមណ្ឌលយ៉ាងអធិកអធមតាមព្រះរាជបន្ទូលជាព្រះរាជបណ្ដាំសពគ្រប់អស់ហើយក្រាបទូលសាធុសាធុសាធុម្ចាស់បងចុះការកន្លងផុតទៅក្រោមការគ្រប់គ្រងភពផែនដីផ្ទាល់របស់ម្ចាស់បងតើប្រជាជាតិប្រជានរាជទាំងអស់បានសេចក្តីសុខកាយសប្បាយយ៉ាងណាដែរទៅក្រាបទូលម្ចាស់អូនដើរអន្លើនៃការងារកសាងសង្គមប្រជានរាជទាំងអស់បានសុខសប្បាយណាស់ទាំងការហូបចុកទាំងការស្លៀកពាក់សមរម្យទៅតាមប្រពៃណីជាតិជួយកសាងជាតិមាតុភូមិឲ្យរីកចម្រើនទៅមុខជាលំដាប់និងរួបរวมគ្នាយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការនៅក្នុងសង្គមជាតិរបស់គេផងណាម្ចាស់អូនពិធីប្រកាសទេតំណែងទេវតាឆ្នាំចាស់ឆ្នាំខាលពុទ្ធសករាជ2554សូមប្រកាសទូលថ្វាយដំណឹងដល់ទេពនិករនិងប្រជានុរាស្ត្រទាំងអស់ឲ្យបានជ្រាបថាពិធីផ្ទេរតំណែងថ្វាយទេវតាឆ្នាំថ្មីឆ្នាំថោះពុទ្ធសករាជ2555ត្រូវប្រពធ្វើនៅពេលនេះហើយបបិទ្ធព្រះនាងឆ្នាំចាស់កន្លងទៅប្រជានុរាស្ត្រក្នុងដែនចម្ពោះទ្វីបទាំងមូលមានសេចក្តីសុខសប្បាយជាធម្មតាដោយឡែកប្រទេសកម្ពុជាបានទទួលនៅសន្តិភាពនិងរីកចម្រើនគ្រប់វិស័យអំណេះពីពេលនេះឆ្នាំនេះតទៅទេវតាឆ្នាំថ្មីពិតជាប្រកាន់យកបានរក្សាទុកបាននៅសច្ចធម៌យុត្តិធម៌និងសន្តិភាពជូនប្រជារាស្ត្រជាដរាបរៀងទៅបានពិតប្រាកដជាមិនខានសូមឆ្នាំថ្មីចិត្តថ្មីគំនិតថ្មីកើតមានក្នុងសន្តានចិត្តកុលបុត្រកុលធីតាខ្មែរគ្រប់រូបដើម្បីចាប់ដៃរួមកម្លាំងសាមគ្គីពួតដៃគ្នារុញច្រាននាវាកម្ពុជាឆ្លងកាត់រលកធំធ្វើដំណើរឆ្ពោះទៅត្រើយសន្តិភាពនិងសុភមង្គលវិបុលសុខមហាប្រសើរថ្លៃថ្លារៀងរៀបតទៅសាធុសាធុ
វតាឆ្នាំថ្មីឆ្នាំថោះព្រះនាមកេរណីទេវីជាបុត្រីទី5របស់កបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់តាំងពីពេលនេះតទៅហើយហើយសាធុជនទាំងឡាយអស់រយៈពេល3ថ្ងៃ3យប់នេះនឹងតទៅទៀតចូលអ្នកខិតខំសន្សំកុសលជំរះមន្ទិលសៅម៉ងទាំងឡាយហើយខំតាំងចិត្តជាយាមរក្សាសិលវាចាឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអស្មិមេនៈពីក្នុងខ្លួនហើយប្រព្រឹត្តតែអំពើណាដែលពោពេញទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រមទាំងព្រំវិហារធម៌ក្នុងចិត្តគឺមេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចរួមជាមួយនឹងសតិបញ្ញាស្មារតីឆ្លៀសវៃឈានទៅកាន់ភាពសម្បូររុងរឿងទទួលអំណរឆ្នាំថ្មីនេះយើងនឹងទេវតាឆ្នាំថ្មីសូមប្រទានពរជ័យសិរីមង្គលទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិភិនៈចូលកើតមានដល់មនុស្សលោកទូទាំងដែនជម្ពូទ្វីបទាំងមូលសូមឲ្យប្រទេសកម្ពុជាបានចម្រើនលូតលាស់កាងកានលើទឹកដីអង្គរដ៏ប្រសើរបវរបានសុខក្សេមក្សាន្តកូនខ្មែររស់នៅសុខដុមរមនាសាមគ្គីរឹងមាំនៅគ្រប់គ្រឹះស្ថាននៃមជ្ឈដ្ឋាននានាសុខសាន្តទៅអងសាធុសាធុសាធុម្ចាស់អូនពិធីទេតំណែងថ្វាយម្ចាស់អូនបានបញ្ចប់សពគ្រប់ហើយសូមម្ចាស់អូនគង់នៅឲ្យបានសេចក្តីសុខនិងជួយថែរក្សាមនុស្សលោកនៅក្នុងជម្ពូទ្វីបនិងប្រទេសកម្ពុជាឲ្យរស់នៅសុខដុមរមនាត្រជាក់ត្រជុំសប្បាយសប្បាយរួចចាក់ផុតពីទុក្ខសោករោគភ័យជានិច្ចដរាបតទៅផងណាម្ចាស់អូនម្ចាស់បងសូមម្ចាស់បងទឹកព្រះរាជហឫទ័យលើខ្ញុំម្ចាស់ចុះខ្ញុំម្ចាស់នឹងបន្តភារកិច្ចទាំងអស់នេះពីម្ចាស់បងហើយប្រឹងប្រែងបង្កើតការរីកចម្រើនលើភារកិច្ចទាំងអស់នេះដើម្បីភាពសុខសប្បាយរុងរឿងនៃមនុស្សលោកពេលវេលាដល់ហើយម្ចាស់បងលាម្ចាស់អូនហើយណាអរគុណម្ចាស់បង ស្ដីឆ្នាំថោះឆ្នាំថ្មីឆ្នាំថ្មីប
ជាប្រងស្រីអើយរីករាយសាទរព្រះបាទសម្ដេចអើយព្រះបរមនាថព្រះមហាក្សត្រជាតិអើយជាមនុស្សប្រជាកូនចៅថ្វាយពរអើយសូមជោគជ័យមង្គលគ្រប់គ្រាអើយថ្វាយព្រះបរមបតីសួស្តីឆ្នាំថ្មីសួស្តីឆ្នាំថ្មីប្រជាប្រុសស្រីអើយរីករាយសាទរថ្វាយព្រះពរជ័យព្រះបរិយាបិតាព្រះបរិយាញាតាអើយព្រះមហាក្សត្រីព្រះពលៈជាខ្លាអើយព្រះបញ្ញាជាវីមានព្រះបារមីអើយជាមនុស្សប្រជាសួស្តីឆ្នាំថ្មីសួស្តីឆ្នាំថ្មីប្រជាប្រុសស្រីអើយរីករាយសាទរបាច់ញ៉ាំបីអើយរំរឿងអាណាំរៀបបីដៃចាំអើយចាញ់ចែងគឺថាអភិវឌ្ឍប្រទេសជាតិបាត់បង់ប្រជាជារបៀបទូទាអើយកាន់ការរៀបអើយសួស្តីឆ្នាំថ្មីសួស្តីឆ្នាំថ្មីប្រជាប្រុសស្រីអើយកាន់ការ